ព្រះច័ន្ទគឺជាផ្កាយធម្មជាតិតែមួយគត់របស់ផែនដីនិងជាព្រះច័ន្ទធំជាងគេទី5ក្នុងប្រព័ន្ធព្រះអាទិត្យវាដើរតួយ៉ាងសំខាន់ក្នុងទំនោរអាកាសធាតុនិងស្ថិរភាពរបស់ផែនដីព្រះច័ន្ទមានអង្កត់ផ្ចិត 3474 គីឡូម៉ែត្រចម្ងាយ 384,400 គីឡូម៉ែត្របើធៀបជាមួយនឹងផែនដីព្រះច័ន្ទមានទំនាញតិចជាងផែនដី6ដងអាកាសធាតុក្តៅខ្លាំងនៅពេលថ្ងៃនិងត្រជាក់ខ្លាំងនៅពេលយប់ព្រះច័ន្ទត្រូវការរយៈពេល 27.3 ថ្ងៃដើម្បីវិលជុំវិញផែនដីមួយជុំព្រះច័ន្ទនេះហើយដែលជាអ្នករក្សាអ័ក្សនៃផែនដីដែលធ្វើឲ្យទឹកសមុទ្រចូលនឹងនាចហើយក៏ជាអ្នកផ្ដល់ពន្លឺដល់ផែនដីផងដែរព្រែកជីកប៉ាណាម៉ាគឺជាព្រែកជីកដ៏ធំមួយដែលតភ្ជាប់ពីមហាសមុទ្រអាត្លង់តិកទៅមហាសមុទ្រប៉ាស៊ីហ្វិកស្ថិតនៅក្នុងអាមេរិកកណ្ដាលវាត្រូវបានគ្រប់គ្រងដោយអាមេរិកចាប់តាំងពីឆ្នាំ 1999 ដែលវាមានប្រវែង 82 គីឡូម៉ែត្រវាគឺជាផ្លូវទឹកដ៏សំខាន់មួយដែលជួយសម្របសម្រួលដល់ការដឹកទំនិញគ្រប់ប្រភេទផ្លូវទឹកនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1904 រហូតដល់ឆ្នាំ 1914 ព្រែកជីកនេះជួយសន្សំសំចៃដល់អ្នកធ្វើដំណើរប្រហែល 13,000 គីឡូម៉ែត្រក្នុងមួយឆ្នាំមាននាវាប្រហែលជាង 14,000 គ្រឿងដែលឆ្លងកាត់ព្រែកជីកប៉ាណាម៉ានេះព្រៃ Amazon ដែលត្រូវបានហៅថាសួតរបស់ផែនដីគឺជាតំបន់ព្រៃដ៏ធំជាងគេបំផុតនៅលើពិភពលោកដែលលាតសន្ធឹងនៅបណ្ដាប្រទេសចំនួន9ក្នុងតំបន់អាមេរិកខាងត្បូងព្រៃនេះមានផ្ទៃដីប្រមាណ 5.5 លានគីឡូម៉ែត្រការ៉េវាបានចូលរួមបង្កើតអុកស៊ីហ្សែនយ៉ាងហោចណាស់ 20% នៃអុកស៊ីហ្សែនទូទាំងពិភពលោកនិងក៏ជាផ្នែកមួយរក្សាការកើនឡើងកម្ដៅផែនដីផងដែរវាក៏ជាជម្រករបស់រុក្ខជាតិកម្រនិងសត្វច្រើនជាង 3 លានប្រភេទដែលមាននៅទីនោះចំណែកឯទន្លេ Amazon វិញប្រវែងជាង 4,000 ម៉ៃប្រហែល 6,437 គីឡូម៉ែត្រទន្លេនេះគឺជាដែនសេដ្ឋកិច្ចសំខាន់សម្រាប់ប្រព័ន្ធអេកូស៊ីស្ទឹមទោះជាយ៉ាងណាការកាប់បំផ្លាញព្រៃឈើការកាប់ឈើខុសច្បាប់និងបញ្ហាអាកាសធាតុកំពុងគំរាមកំហែងដល់ទ្រព្យសម្បត្តិធម្មជាតិដ៏សំខាន់នេះដូច្នេះពួកយើងទាំងអស់គ្នាចូលរួមថែរក្សាព្រៃឈើនិងនាំគ្នាដាំឈើឲ្យបានច្រើនដើម្បីទប់ស្កាត់ការកើនឡើងកម្ដៅរបស់ផែនដីតើបងប្អូនបានដឹងអ្វីខ្លះពីភពផែនដីដែលជាផ្ទះរបស់យើងសពថ្ងៃច្បាស់ណាស់ភពផែនដីគឺជាភពទី3ពីព្រះអាទិត្យវាគឺជាភពតែមួយគត់ដែលត្រូវបានគេស្គាល់ថាអាចទ្រទ្រង់ជីវិតដោយសារតែវាសម្បូរទៅដោយអុកស៊ីហ្សែននិងបរិយាកាសដែលអំណោយផលដល់ការកកើតជីវិតជាការពិតណាស់ផែនដីមានអាយុប្រហែល 4.54 លានឆ្នាំដែលមានអង្កត់ផ្ចិត 12,742 គីឡូម៉ែត្រហើយមានចម្ងាយពីព្រះអាទិត្យ 1,499 លានគីឡូម៉ែត្រផែនដីរបស់យើងវិលជុំវិញខ្លួនឯងដែលមានរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃហើយវិលជុំវិញព្រះអាទិត្យដែលមានរយៈពេល 365.25 ថ្ងៃក្នុងមួយឆ្នាំនៅលើផ្ទៃភពផែនដីមានទឹក 71% និងដី 29% ភាគច្រើនឧស្ម័ននៅក្នុងបរិយាកាសគឺមានដូចជាអាហ្សូត អុកស៊ីហ្សែន កាបូនឌីអុកស៊ីតនិងឧស្ម័នផ្សេងៗទៀតភាពដ៏អស្ចារ្យរបស់ផែនដីគឺមានដែនមញីទឹកដែលអាចការពារពីវិទ្យុសកម្មរបស់ព្រះអាទិត្យ